នៅយប់ថ្ងៃទី21មិថុនាឆ្នាំ2025នៅទីបំផុតសហរដ្ឋអាមេរិកដឹកនាំដោយលោក Donald Trump បានសម្រេចចិត្តធ្វើការវាយប្រហារដោយទម្លាក់គ្រាប់បែកទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដោយប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកដ៏កំណាចរបស់ខ្លួន B2 Spirit នាំយកគ្រាប់បែកដែលមានទម្ងន់ធ្ងន់ដល់ទៅជាង 10000 គីឡូក្រាម GBU-57 ទៅទម្លាក់នៅលើទីតាំងកម្មវិធីនុយក្លេអ៊ែរចំនួន3របស់អ៊ីរ៉ង់គឺ Fordo, Natanz និង Isfahan ក្រោយប្រតិបត្តិការទាំងកណ្ដាលរាត្រីនោះទីឃើញមន្ត្រីយោធារបស់អ៊ីរ៉ង់បានចេញមកធ្វើការកោតទោសនិងវាយប្រហារយ៉ាងធ្ងន់ធ្ងរនិងបង្ហាញពីលទ្ធភាពដែលកងយោធាអ៊ីរ៉ង់នឹងធ្វើការវាយបកទៅលើសហរដ្ឋអាមេរិកវិញពិសេសមូលដ្ឋានទ័ពយោធារបស់អាមេរិកនៅមជ្ឈិមបូព៌ាក៏ប៉ុន្តែជាមួយគ្នាលោកអាយ៉ាតុលឡាះ អាលី ខាម៉ានីដែលជាបរិះខ្លាំងជាមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់បានរក្សាភាពស្ងៀមស្ងាត់នៅក្នុងរង្វង់ជាង20ម៉ោងកន្លងមកក៏ប៉ុន្តែនៅថ្ងៃនេះមេដឹកនាំកម្ពុជារូបនេះបានចេញមកធ្វើការកោតទោសចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើទីតាំងនុយក្លេអ៊ែររបស់ខ្លួនដោយលោកបានព្រមានអំពីការសងសឹកយ៉ាងធ្ងន់ធ្ងរសារព្រមានក៏ដូចជាប្រតិកម្មខ្លាំងៗរបស់លោកអាយ៉ាតុលឡាះ អាលី ខាម៉ានីត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន Indian Today នៅថ្ងៃនេះដោយលោកបានហៅការវាយប្រហាររបស់សហរដ្ឋអាមេរិកថាគឺជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរមួយរបស់សត្រូវសៃអិននិយមដែលត្រូវតែទទួលទោសប្រធានាធិបតីអ៊ីរ៉ង់រូបនេះក៏បានព្រមានពីការឆ្លើយតបខ្លាំងចំពោះការឈ្លានពាននេះដែរមេដឹកនាំកម្ពុជាអ៊ីរ៉ង់ដដែលនេះបានកោតទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដោយបានព្រមានអំពីការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទាំងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលោកបានបដិញ្ញាចិត្តថាខ្មាំងសត្រូវនឹងត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះការបង្កហេតុដោយមិនប្រុងប្រយ័ត្នរបស់ពួកគេមេដឹកនាំកម្ពុជាដដែលបានចែករំលែកការឆ្លើយតបដំបូងរបស់លោកចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើរោងចក្រនុយក្លេអ៊ែរចំនួន3របស់ខ្លួនគឺ Fordo, Natanz និង Isfahan នៅលើទំព័របណ្ដាញសង្គម X គាត់បានសរសេរថាការដាក់ទណ្ឌកម្មនៅតែបន្តសត្រូវសៃអិននិយមបានធ្វើកំហុសដ៏ធំមួយប្រព្រឹត្តឧក្រិដ្ឋកម្មធំវាត្រូវតែទទួលទោសហើយវាត្រូវបានផ្ដន្ទាទោសវាកំពុងត្រូវបានដាក់ទណ្ឌកម្មនៅពេលនេះបាទប្រិយមិត្តដោយបានជម្រាបជូនពីខាងលើនេះគឺជាសារព្រមានក៏ដូចជាសកម្មភាពដ៏គួរឲ្យកត់សម្គាល់លើកដំបូងបំផុតចាប់តាំងពីសហរដ្ឋអាមេរិកបើកការវាយប្រហារដោយការទម្លាក់គ្រាប់បែកទៅលើទីតាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចំនួន3ដោយបានជម្រាបជូនខាងលើគឺ Fordo, Natanz និង Isfahan បាទហើយជាមួយនឹងប្រតិកម្មក៏ដូចជាសារព្រមានរបស់មេដឹកនាំអ៊ីរ៉ង់រូបនេះបានធ្វើឲ្យក្រុមអ្នកតាមដានក៏ដូចជាពិភពលោកទាំងមូលកំពុងតែដាក់ការព្រួយបារម្ភប្រសិនថាអ៊ីរ៉ង់ធ្វើតាមដោយដែលអ្វីបានអះអាងដោយអ្វីដែលបានព្រមាននេះវាអាចនាំទៅដល់ការវិបកបន្ថែមទៀតរបស់សហរដ្ឋអាមេរិកហើយវាអាចធ្វើឲ្យសង្គ្រាមទាំងមូលរីករាលកាន់តែខ្លាំងហើយអាចនឹងទាញមហាអំណាចនៅក្នុងតំបន់ក៏ដូចជាសម្ព័ន្ធមិត្តផ្សេងទៀតរបស់អ៊ីរ៉ង់ហក់ចូលមកក្នុងសង្គ្រាមដែរហើយស្ថានភាពនេះគឺវាហុយស្រួយណាស់ក្នុងការនាំពិភពលោកទាំងមូលទៅកាន់មាត់ជ្រោះនៃសង្គ្រាមលោកលើកទី3បាទហើយជាមួយនឹងការព្រមានមិនមែនថាជាមួយការព្រមានទេតាមពិតទៅសហរដ្ឋអាមេរិកបានធ្វើការព្រមានទុកជាមុនរួចហើយបន្តពីការធ្វើការវាយប្រហារទៅលើអ៊ីរ៉ង់នោះគឺអាមេរិករបស់ Donald Trump គឺគាត់បានធ្វើការព្រមានជាមុនរួចហើយថាប្រសិនបើជាអ៊ីរ៉ង់ហ៊ានធ្វើការវាយបកទៅលើសហរដ្ឋអាមេរិកឬក៏ទីតាំងមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកណាមួយនៅក្នុងមជ្ឈមបូព៌ាគឺអ៊ីរ៉ង់នឹងរងការវាយប្រហារជាថ្មីហើយកាន់តែធ្ងន់ធ្ងរថែមទៀតបាទហើយជាមួយនឹងការព្រមានដូចនេះលោក Donald Trump ក៏បានប្រាប់ទៅយោធាមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅមជ្ឈមបូព៌ានេះគឺឲ្យត្រៀមកម្លាំងជាស្រេចប្រសិនបើករណីអ៊ីរ៉ង់បញ្ចេញសកម្មភាពគឺការសងសឹកកងយោធាអាមេរិកនៅមជ្ឈមបូព៌ាគឺត្រូវតែវាយចូលទឹកដីរបស់អ៊ីរ៉ង់ភ្លាមតែម្ដងបាទហើយអញ្ចឹងបើសួរថាហេតុអីបានសហរដ្ឋអាមេរិកសម្រេចធ្វើការវាយប្រហារដោយការទម្លាក់គ្រាប់បែកទៅលើទីតាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទាំង3ទីតាំងបាទតាមលោក G. Vance អនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានប្រាប់សារព័ត៌មានក្រោយចំណាត់ការរបស់សហរដ្ឋអាមេរិកទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះគឺថាអ្វីដែលសហរដ្ឋអាមេរិកបានធ្វើគឺដើម្បីបន្សាបការគំរាមកំហែងនុយក្លេអ៊ែរពីអ៊ីរ៉ង់មកលើសហរដ្ឋអាមេរិកអញ្ចឹងហើយបានជាក់ស្ដែងឃើញថាការវាយប្រហារក៏ដូចជាចំណាត់ការរបស់សហរដ្ឋអាមេរិកនោះគឺមិនបានវាយទៅលើ
ហេដ្ឋារចនាសម្ព័ន្ធឬក៏យោធាឬមួយក៏ជនស៊ីវិលនោះទេបាទគឺតែទីតាំងដូចលេខប៉ុណ្ណោះបាទអានេះជាការបញ្ជាក់របស់លោក G. Deven បាទអញ្ចឹងហើយមានន័យថាតទៅមុខសហរដ្ឋអាមេរិកមិនមានផែនការក្នុងការបកមកចូលសង្គ្រាមម្ដងទៀតទេបាទដោយសារតែគោលបំណងដោយសារតែគោលដៅរបស់ខ្លួនទៅលើកម្មវិធីនុយក្លេអ៊ែរគឺបានសម្រេចទៅហើយក៏ប៉ុន្តែអ្វីដែលអាចប្រែប្រួលនោះគឺលើកលែងតែអ៊ីស្រាអែលធ្វើការសងសឹកឬមួយមានសកម្មភាពវិបកណាមួយប៉ុណ្ណោះបាទអញ្ចឹងហើយបានពិភពលោកក៏ដូចជាក្រុមអ្នកតាមដានកំពុងតែតាមដានយកចិត្តទុកដាក់ចំពោះស្ថានភាពនេះថាតើអ៊ីរ៉ង់ក្រោយពីធ្វើការប្រមានដោយពាក្យសម្ដីហើយនោះតើនឹងមានសកម្មភាពយោធាវិបកទៅលើសហរដ្ឋអាមេរិកវិញដែរឬក៏អត់